នៅពេលរដូវវស្សាចាប់ផ្ដើមបង្ហាញវត្តមានគឺជាពេលដែលចម្ការទុរេននៅឃុំស៊ុងស្រុកសំឡូតខេត្តបាត់ដំបងចូលដល់រដូវប្រមូលផលភ្នំពណ៌បៃតងខ្យល់អាកាសត្រជាក់និងក្លិនក្រអូបប្រហើររបស់ផ្លែទុរេនទុំបានប្រែក្លាយតំបន់នេះឲ្យទៅជាគោលដៅដ៏ទាក់ទាញសម្រាប់អ្នកស្រឡាញ់ធម្មជាតិនិងអ្នកចូលចិត្តរសជាតិផ្លែឈើនៅពេលដើរចូលក្នុងចម្ការអ្នកនឹងឃើញដើមទុរេនរាប់រយដើមឈរតម្រៀបជាជួរក្រោមម្លប់ដ៏ត្រជាក់ផ្លែទុរេនធំៗពណ៌បៃតងខ្ចីព្យួរតាមមេឃយ៉ាងសន្ធឹកសន្ធាប់បង្ហាញពីភាពសម្បូរបែបនៃដីនិងការខិតខំថែទាំរបស់កសិករទិដ្ឋភាពនេះធ្វើឲ្យអ្នកទេសចរមានអារម្មណ៍ថាកំពុងដើរក្នុងសួនផ្លែឈើដ៏ស្រស់ស្អាតរដូវប្រមូលផលគឺជាពេលដែលចម្ការមានភាពរស់រវើកជាងគេស្នាមញញឹមរបស់កសិករសំឡេងសំណេះសំណាលនិងសកម្មភាពប្រមូលផ្លែទុរេនបង្កើតបានជាទិដ្ឋភាពដ៏មានជីវិតភ្ញៀវទេសចរអាចទស្សនាវិធីប្រមូលផលស្វែងយល់អំពីការដាំដុះនិងភ្លក់រសជាតិទុរេនស្រស់ដែលទើបកាត់ពីដើមសាច់ទុរេនពណ៌លឿងមាសទន់ល្មើយមានរសជាតិផ្អែមឈ្ងុយនិងក្លិនពិសេសគឺជាបទពិសោធន៍ដែលអ្នកមិនគួររំលងអ្វីដែលធ្វើឲ្យការធ្វើដំណើរមកកាន់ឃុំស៊ុងកាន់តែមានន័យគឺមិនត្រឹមតែការទទួលទានទុរេនឆ្ងាញ់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានស្រូបយកខ្យល់អាកាសបរិសុទ្ធគយគន់ទេសភាពព្រៃភ្នំនិងចម្ការផ្លែឈើដែលលាតសន្ធឹងគួរឲ្យចាប់អារម្មណ៍នៅពេលព្រឹកអប្សរាស្រាគ្របដណ្ដប់លើចម្ការបង្កើតទិដ្ឋភាពស្រស់ស្អាតហើយនៅពេលរសៀលខ្យល់បក់ពីភ្នំត្រជាក់ធ្វើឲ្យការសម្រាកលំហែកាយកាន់តែមានអារម្មណ៍សុខសាន្តការធ្វើដំណើរមកកាន់ចម្ការទុរេនឃុំស៊ុងមិនមែនគ្រាន់តែជាការទិញផ្លែឈើប៉ុណ្ណោះទេប៉ុន្តែជាដំណើរកម្សាន្តដែលនាំអ្នកឲ្យស្គាល់ពីជីវភាពរបស់កសិករស្រឡាញ់ធម្មជាតិនិងទទួលបានអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមជាមួយគ្រួសារនិងមិត្តភ័ក្តិរដូវទុរេនទុំមានរយៈពេលខ្លីប៉ុន្តែអនុស្សាវរីយ៍ដែលអ្នកទទួលបានពីចម្ការទុរេនឃុំស៊ុងនឹងស្ថិតនៅក្នុងចិត្តយូរអង្វែងសូមអញ្ជើញមកសំឡូតហើយស្វែងយល់អំពីរសជាតិធម្មជាតិដ៏ពិសេសនៃខេត្តបាត់ដំបង